ចាជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាខ្ញុំប្រាប់ហេងមួយឲ្យពុកម៉ែបងប្អូនចាអ្នកដែលកើតឆ្នាំចំកន្លែងលេខបូកពុកម៉ែបងប្អូនចាអ្នកដូចជា57 25ឬក៏43ឬក៏34បូកមកគឺចំកន្លែងលេខ7ចាអញ្ចឹងពុកម៉ែបងប្អូនយកឆ្នាំបូកចំកន្លែងលេខ7ចាបងប្អូនអាចរស់រាន់ចាធ្វើណាចាតែនៅក្នុងឆ្នាំក្រោយអាចល្អទៀតចាំខ្ញុំប្រាប់ទៀតណាព្រោះវគ្គនេះគឺវគ្គគេសុំពរជ័យសិរីសួស្តីចាព្រោះគេហៅថាគេកំពុងតែគេហៅថាបើគេមកគេនិយាយថាកំពុងតែព្រឹត្តព្រៀងដែលយកមនុស្សល្អមនុស្សអាក្រក់ណាពុកម៉ែបងប្អូនចាអញ្ចឹងគឺកំពុងតែព្រឹត្តព្រៀងអញ្ចឹងពុកម៉ែបងប្អូនចាអ្នកចំកន្លែងលេខបូកឆ្នាំហ្នឹងខ្ញុំនិយាយឆ្នាំហ្នឹងសិនណាពុកម៉ែមកដូចអ្នកកើតចិត្តកូដអញ្ចឹងអាយុចិត្តកូដអាយុកំពុងតែចិត្តកូដហ្នឹងគឺចំកន្លែងលេខ7ចាអញ្ចឹងពុកម៉ែបងប្អូនចាអញ្ចឹងធ្វើម៉េចឲ្យរាប់ចំកន្លែងលេខបូកមកចំលេខ7អញ្ចឹងពុកម៉ែបងប្អូនគួរអាចក្នុងឆ្នាំហ្នឹងចាគួរធ្វើចាមានតែម្ដងឯងពុកម៉ែបងចាឆ្នាំចំកន្លែងលេខ7ហើយខែហ្នឹងកំពុងតែខែហ្នឹងខែ7ហើយខែ7ហើយយើងធ្វើចំថ្ងៃទី7ទៀតទៅពុកម៉ែបងប្អូនហើយវាចែកដល់ឲ្យចំថ្ងៃ700ទៀតណាពុកម៉ែបងប្អូនចាថ្ងៃគឺថ្ងៃស័កអញ្ចឹងពុកម៉ែបងប្អូនចាគួរធ្វើកិច្ចឬក៏ធ្វើបុណ្យឬក៏ធ្វើអីមួយដើម្បីគេហៅថាបណ្ដោះកម្មលៀងបាបលៀងកម្មលៀងពីចាហើយដើម្បីយកសេរីសួស្តីគឺថ្ងៃក៏អាក្រក់គេហៅថាថ្ងៃហ្នឹងក៏ធ្វើក៏អាក្រក់ហើយបើសិនណាយើងធ្វើបានជោគជ័យក៏យើងធ្វើមកក៏ហៅលូតលាស់គឺល្អគឺគេហៅថាដូចស្របបំប្រងពុកម៉ែបងប្អូនចាអញ្ចឹងចាប់បានចាប់មិនបាននៅក្នុងពេលហ្នឹងអ្នកដែលចំឆ្នាំ7ខែ7មិនអ្នកកាត់ចំខែ7ហ្មងឯងពុកម៉ែបងប្អូនចាខ្ញុំយកតែបោកទេប៉ុន្តែអ្នកគួរធ្វើអាចធ្វើបុណ្យនៅចំក្នុងឆ្នាំដែលចំបើថាអ្នកជាដែលចំឆ្នាំលេខ7ហ្នឹងណាចាគួរអាចក៏ធ្វើទៅចារើសចំថ្ងៃ7ខែ7ថ្ងៃទី7ចាចំថ្ងៃ700អញ្ចឹងពុកម៉ែបងប្អូនចាអញ្ចឹងគឺថ្ងៃហ្នឹងគឺអ្នកបានធ្វើគឺជាអស្ចារ្យជាទីបំផុតពុកម៉ែបងប្អូនចាអញ្ចឹងខ្ញុំបញ្ជាក់ប្រាប់ក្នុង YouTube របស់ខ្ញុំគឺពុកម៉ែបងប្អូនគួរអាចចាធ្វើអីកិច្ចអីបន្តិចឬអីបន្តិចសម្រាប់សុខភាពយើងគឺសម្រាប់ពរជ័យរបស់យើងអញ្ចឹងពុកម៉ែបងប្អូនចាពួកបានចូលមើលហើយឬក៏បានស្ដាប់ហើយជួយ like ជួយ share ឬជួយដើម្បីយកសេរីសួស្តីប្រាប់ពុកម៉ែបងប្អូនទាំងអស់គ្នាអញ្ចឹងគឺជាថ្ងៃហ្នឹងគឺជាថ្ងៃហេងសេរីសួស្តីឆាកជីវិតរបស់មនុស្សអញ្ចឹងណាពុកម៉ែបងប្អូនចាបងប្អូនទាំងអស់គ្នាអញ្ចឹងពុកម៉ែបងប្អូនចាអញ្ចឹងឆ្នាំក្រោយខ្ញុំមានអីគួរប្រាប់ពុកម៉ែបងប្អូនទៀតចាព្រោះឆ្នាំក្រោយគឺអស្ចារ្យទៀតអស្ចារ្យគឺមហាអស្ចារ្យត្រង់អីបើអ្នកកើតចំកន្លែងលេខ7ហើយឆ្នាំ2007ចំខែ7ថ្ងៃទី7ចំថ្ងៃ700ទៀតគឺពិតជាអស្ចារ្យនឹងពិតជាអស្ចារ្យមែនប៉ុន្តែខ្ញុំអត់ដឹងទេនៅក្នុងឆ្នាំក្រោយដឹងថាចំថ្ងៃ700អត់ឬក៏7កើតអត់ខ្ញុំអត់ដឹងដែរអញ្ចឹងពុកម៉ែបងប្អូនចាអញ្ចឹងអស់ហើយប៉ុណ្្នឹងហើយពុកម៉ែបងប្អូនចាសូមរៀបរាប់ឬក៏ការធ្វើអីក៏ដូចតាមពាក្យសម្ដីរបស់ខ្ញុំនិយាយអាចនឹងល្អប្រសើរជាងណាពុកម៉ែបងប្អូនអាចជោគជ័យស្រស់បំព្រងដូចដើមឈើចាស្លឹកឈើដើមឈើធម្មជាតិអញ្ចឹងពុកម៉ែបងប្អូនចាអរគុណច្រើន